សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មក Home Music Center ក៏ដូចជាស្វាគមន៍ Anniversary 6ឆ្នាំរបស់ Home Music Center ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍ថារំភើបចិត្តមែនទែនដែលមានសំណួរក៏ដូចជាមានចម្ងល់ជាច្រើនដែលបងប្អូនតែងតែសួរមកកាន់ Home Music Center ក៏ដូចជាឆាតមកខ្ញុំផ្ទាល់តាក់ទងជាមួយរបៀបរបបនៃការប្រើប្រាស់ effect គាត់ប្រាប់ថាបងអើយខ្ញុំមើលវីដេអូបងដែរតែខ្ញុំ edit វីដេអូខ្ញុំ edit តាមបងហេតុអីអត់ទទួលបានសំឡេងដោយបងហេតុអីគេវា noise មិនមែនតាក់ទងជាមួយនឹង Tenchi ក៏ដូចជា effect ផ្សេងៗអញ្ចឹងកន្លែងនេះខ្ញុំសូមបកស្រាយឲ្យបងប្អូនឲ្យយល់ឲ្យមួយយ៉ាងខ្លីគឺទី1លក្ខខណ្ឌរបស់វាគឺមានបញ្ហាដែល noise កាត់ឡើងគឺវាមាន3យ៉ាងគឺទី1តាក់ទងជាមួយនឹង cable របស់បងប្អូនប្រើតើវាត្រឹមត្រូវហើយនៅវាមានបញ្ហាអត់បើអូខេបើសិនជាវាអត់មានបញ្ហាទេយើងចូលទៅ check ទៅមើលតាក់ទងជាមួយអគ្គិសនីភ្លើងរបស់វាអញ្ចឹងនៅពេលដែលយើងមាន effect ប្រើយើងបានប្រើប្រាស់ភ្លើងដែល power control របស់វាដែលបែងចែកឲ្យ effect របស់យើងនឹងត្រឹមត្រូវហើយនៅអូខេបើសិនតែត្រឹមត្រូវហើយអ្វីដែលជាចុងក្រោយបំផុតធំបំផុតគឺ guitar ចឹងបងប្អូនត្រូវដឹងថា guitar នៅពេលដែលមានតម្លៃថ្លៃគឺគេភ្ជាប់ជាមួយ pickup ដែលមាន brand ល្អៗជាមួយ pickup ដែលមាន preamp ឬក៏ដូចជា pickup ដែលមានសមត្ថភាពខ្ពស់ដែលទប់ទល់ជាមួយ gain បានខ្លាំងចឹងនៅពេលដែល pickup guitar របស់យើងស្ទើរនឹងមានឬក៏គេថាជា guitar សម្រាប់ training គឺតែតែមាន noise វាជាមិនផុតទេហើយ noise នោះខ្ញុំទទួលស្គាល់ថាវាពិតជារំខានអារម្មណ៍របស់បងប្អូនទាំងអស់គ្នាក្នុងការប្រើប្រាស់ហាត់ដូចជារៀនលេង guitar គឺមានអារម្មណ៍ថាទៅចិត្តទៅអារម្មណ៍មែនតើក៏ប៉ុន្តែលើកនេះខ្ញុំពំនាំហើយថាបច្ចេកទេសថ្មីរបស់ Tenchi មួយបងប្អូនទាំងអស់គ្នាតាក់ទងជាមួយ Tenchi គឺជារបស់ក្រុមហ៊ុន Amwell update version ថ្មីមួយតាក់ទងជាមួយ noise gate ដែលមានហៅថាជាមានសមត្ថភាពដ៏អស្ចារ្យហ្មង noise gate ទូទៅរបស់ effect digital ផ្សេងៗនៅពេលដែលមួខ្លាំងទទួលស្គាល់ថាការខាត់របស់វាខ្លាំងមែនក៏ប៉ុន្តែវាធ្វើឲ្យបាត់សមត្ថភាពដៃរបស់យើងជាងនៅពេលដែលយើងកេះលេងទៅការកម្លាំងនេះសម្លេងនេះ hold on របស់វាគឺមិនអាចពជាបានយូរទេជាងនៅពេលយើងម៉ាំងយើងកេះមកទៅ gate វាចាប់ដើម threshold វាកាត់ភ្លាមតែម្ដងតែតាក់ទងជាមួយ Tenchi គឺគេមាន process smart មួយរបស់គេគឺមានន័យថាគឺវាទប់នៅចំណុចដែលបងប្អូនអរគ្នាមិនលេងទេនៅពេលដែលបងប្អូនលេងវានឹង hold on ឲ្យបងប្អូនអរគ្នាអូខេអញ្ចឹងកុំឲ្យខាតពេលយូរឥឡូវយើងសាកល្បងជាមួយនឹង guitar របស់ Ibanez SE នេះផងដែរES ដែលជា guitar មួយដែលកំពុងតែលេចធ្លោមែនតើតើម្ដងឃើញថាគេប្រើចោលមែនតើតាក់ទងជាមួយ AZ នេះជាមួយនឹង wireless របស់ Speak Audio ដែលមានសមត្ថភាពកម្លាំងមិនចាញ់ជាមួយនឹង cable មុំសូមនិយាយថាពិបាកហើយព្រោះអីបច្ចេកទេសឥឡូវ update ខ្លាំងទៅតាក់ទងជាមួយ wireless គឺល្អមែនតើហើយតាក់ទងជាមួយ Speak Audio គឺជាការផ្ដាច់របស់ Home Music Center អូខេបងប្អូនទាំងគ្នាឥឡូវយើងកុំឲ្យកាត់ពេលយូរយើងចូលមកមើលតាក់ទងជាមួយ effect របស់យើងអញ្ចឹងបងប្អូននៅពេលដែលបងប្អូនទិញ Tenchi ទៅបងប្អូននឹងទទួលបាន sound preset ដែលយើងរៀបចំជូនសម្រាប់បងប្អូនទាំងគ្នាដល់ទៅ8 slot អញ្ចឹងក្នុងមួយបងវាមាន4 slot មាន8 slot ស្រាប់តែម្ដងអ្វីដែលលយបំផុតនោះគឺ Tenchi វាភ្ជាប់ជាមួយនឹង DI ដែលប្រើ HLR ដើម្បីយើងបញ្ជូនសំឡេង signal ទៅយ៉ាងល្អសម្រាប់បងប្អូនទាំងគ្នាយកទៅប្រើប្រាស់ក្នុងនោះមានតាំងពី tuner មានតាំងពី backing track Bluetooth ដើម្បីពួកយើង connect យកហាត់រៀនលេងទៅហើយរបៀបរបបនៃការប្រើប្រាស់ Tenchi ហ្នឹងគឺអត់មានអីបាក់ទេឥឡូវបងប្អូនខ្ញុំមកខំសំជិញកាមេរ៉ាขึ้นមកមុខយើងថត Tenchi នេះចឹងដំបូងបំផុតបងប្អូនទាំងគ្នាមិនទាន់បានមាន preset ឧទាហរណ៍ថាបងប្អូនចង់លេង preset ដែលយើងបាន restore ជូនបងប្អូនទេចឹងបងប្អូនទាំងគ្នាអាចធ្វើការ edit បានឥឡូវបងប្អូន edit អូខេដើម្បី edit Tenchi បងប្អូនគាត់ទៅ check slot 2នេះចូលគ្នាក្នុងពេលតែមួយចឹងបងប្អូននឹងឃើញវា load signal load ភ្លើងទាំងអស់នេះមកហើយចឹងដើម្បីទី1យើងត្រូវតែរើសយក amp type style អ្នកនរគ្នាលេង clean ចង់បាន clean អ្នកនរគ្នាមួយរកសំឡេង clean ដែលបងប្អូនចង់បានទៅអញ្ចឹងនៅក្នុងនេះវាមានបញ្ចូលរូបមន្តរបស់ amp ដែលល្បីៗជាច្រើនក្នុងនោះមានតាំងពី Mesa Boogie EVX ក៏ដូចជា Angle ផងដែរឬក៏ Mesa អញ្ចឹងអ្នកនរគ្នាស្រឡាញ់ unique sound មួយណាអ្នកនរគ្នាគ្រាន់តែ edit ហើយកាច់ទៅសំឡេងហ្នឹងដែលយើងរើសទៅបន្ទាប់ពីយើងរើសហើយយើងត្រូវតែផ្លាស់ប្ដូរ cabinet ក្រោយ cabinet នីមួយៗនៅពេលដែលបងប្អូនផ្លាស់ប្ដូរវានឹងប្ដូរសំឡេងរសជាតិដូរអារម្មណ៍ដូរគ្រប់បែបយ៉ាងទៅអស់ cabinet ហ្នឹងជាមួយនឹង head amp ហ្នឹងបន្ទាប់ពីយើងដូរហើយរួចរាល់អស់ហើយយើងចាប់ដើមសេរី EQ ហើយលើ mid low high bass របស់វាបើសិនជាបងប្អូនមានអារម្មណ៍ថា guitar របស់បងប្អូនតគ្នា high ពេកបងប្អូនទៅតែបន្ថយ treble បើសិនជាមានអារម្មណ៍ថា guitar របស់យើងនឹងងល់ឬក៏វាកំប៉ុងខ្លាំងពេកអញ្ចឹងយើងអាចបន្ថយ mid បើសិនជាយើងមានអារម្មណ៍ថា guitar របស់យើងស្ទើរទម្ងន់យើងអាចតម្លើង low ឬក៏បន្ថយ low បានតាក់ទងមួយ guitar គឺអត់ត្រូវការ low ច្រើនជាមួយនឹង high ច្រើនទេនៅពេលបងប្អូនទាំងអស់គ្នាតម្លើង treble នេះខ្លាំងវាអាចនឹងបង្កើតកម្លាំងសមត្ថភាពនៃការ noise កាន់តែឡើងថែមទៀតតាក់ទងជាមួយ delay reverb បងប្អូនអាចសេរីតាមចិត្តរបស់បងប្អូនស្រឡាញ់នៅក្នុង reverb វាមាន mood របស់វាហើយ delay ក៏គេមាន mood របស់វាដែរបើសិនជាបងប្អូនប្រើប្រាស់ក្នុង app បងប្អូននឹងកាន់តែយល់ច្បាស់តាក់ទងជាមួយនឹង console នៃ option ហ្នឹងហើយ reverb effect mode modulation គឺវាមាននៅទីនេះស្រាប់តាក់ទងជាមួយ chorus ឬក៏ exit ផ្សេងៗដែលបងប្អូនស្រឡាញ់អាចរើសយកបានចំណុចដែលខ្ញុំចង់និយាយមិញប្រាប់បងប្អូនឲ្យតាក់ទងជាមួយ noise gate ឥឡូវឧទាហរណ៍ថាលើខ្ញុំរើបាន sound មួយហើយឥឡូវបងប្អូនទាំងអស់គ្នាស្ដាប់សំឡេង noise gate noise របស់ guitar នេះទាំងអស់គ្នាតាមកម្លាំង noise វាឡើងមកប៉ុណ្ណាចឹងនៅពេលដែលយើងរើសបាន sound ជាមួយ cabinet ដែលយើងស្រឡាញ់នឹង modulation reverb delay យើងស្រឡាញ់ទាំងអស់ហើយអ្វីដែលចុងក្រោយបំផុតគឺយើងត្រូវស្រឡាញ់មួយ gate សិននៅក្នុងចំណុចកន្លែងនេះចឹងបងប្អូនទាំងគ្នាឥឡូវបងប្អូនស្ដាប់សំឡេង noise របស់វាអូខេបងប្អូនឮសំឡេង noise ដែរទេ
ឥឡូវអូខេទៅពេលយើង edit ហើយយើងចាប់ដើម noise យើង noise gate យើងមិនមែនបើក1 2 3យើងបើកម៉ាំងឡើងទៅយើងត្រូវតែបើកម្ដងទីដើម្បីយើងស្ទង់មើលវាតើកម្លាំង noise របស់វាបាត់ហើយឬនៅអូខេឥឡូវយើងយកកំពុងមួលឡើងទៅស្ងាត់ឈឹងតែម្ដងបងប្អូនគេស្ងាត់ឈឹងតែម្ដងអូខេឥឡូវយើងទៅស្ដាប់សំឡេងរបស់វាទាំងអស់គ្នាតើ Tang Chi ដែលខ្ញុំកំពុងតែ edit ខ្ញុំកំពុងតែមួលយកនេះតើសំឡេងរបស់វាមិនតោះតើតើជាមួយ Tang Chi របស់ក្រុមហ៊ុន Amwell នេះផងដែរបងប្អូនមានដឹងទេបងប្អូនគាត់តែសាក់ថ្មមួយពេញបងប្អូនប្រើបើថាលេងឲ្យជាប់តែម្ដងខ្ញុំធានាបងប្អូន1 ម៉ោងជាង2 ម៉ោងនេះគឺជារឿងធម្មតាតែម្ដងបើសិនជាបងប្អូនងាកលេង play ហើយបិទ play បាត់ខ្ញុំថាសឹងតែមួយអាទិត្យជាងពេលព្រោះខ្ញុំជាមនុស្សម្នាក់ដែលជា fan របស់ Tang Chi តែម្ដងតើតើជាមួយ Tang Chi នេះផងដែរគឺអ្វីដែលខ្ញុំតេស្តមែនគឺជា sound preset sound ដែលយើងបាន edit ស្រាប់ដាក់ចូលក្នុងនោះចំនួន8 slot ជូនទៅបងប្អូនទាំងអស់គ្នាដែលគាត់មិនសូវជាចេះ edit ឬក៏អ្នកដែលគាត់មិនមានពេល edit ហើយសម្រាប់អ្នកដែលចង់ចេះពី edit អាចមើលវីដេអូនឹងបានបងប្អូននឹងទទួលបានសំឡេងមួយដែលបងប្អូនចង់បានហើយតាក់ទងជាមួយនឹង Tang Chi គឺយើងមានក្នុង stock ច្រើនហើយយើងមានeffect ជាច្រើនផ្សេងទៀតអញ្ចឹងបន្តមកទៀតយើងនឹងធ្វើការ review ប្រាប់បងប្អូនទាំងអស់គ្នាប្រើប្រាស់លើនៅឧបករណ៍តន្ត្រីផ្សេងទៀតផងដែរហើយមួយទៀត Tang Chi នេះបងប្អូនជួបពី Home Music Center ទៅយើងនឹងមានការធានាជូនបងប្អូនដល់ទៅ1ឆ្នាំហើយនោះមិនមែនជារឿងធម្មតាទេតែ effect ដែលតម្លៃធូរថ្លៃហើយមានធានាដល់ទៅ1ឆ្នាំបែបនេះហើយធានាទៅលើគុណភាពធានាទៅលើការប្រើប្រាស់របស់បងប្អូនអ្វីដែលខ្ញុំប្រាប់ទៅបងប្អូនទាំងអស់គ្នាសិតតែជារឿងការពិតដែលយើងបានវេកញែកជាមួយនឹងបង្ហាញ review សម្រាប់បងប្អូនទាំងអស់គ្នាតាក់ទងជាមួយ sound unique របស់វានិងសំឡេងរបស់វាគឺយើងថតវាចេញពីកាមេរ៉ាតែម្ដងយកបានយកទៅ edit ទុកអីទេហើយបើសិនជាបងប្អូនស្ដាប់ទៅមានអារម្មណ៍ថាខ្ញុំប្រើ Tang Chi តែសំឡេងអត់ដូចវីដេអូដែលខ្ញុំលេងហ្គីតាបងប្អូនអាចមកទិញហ្គីតាពីហូបបានខ្ញុំនឹងធានាបងប្អូនថាបងប្អូននឹងទទួលបាន sound សំឡេងដូចនៅក្នុងវីដេអូដែលខ្ញុំថតអញ្ចឹងគឺដូចគ្នាតែមួយអ្វីដែលសំខាន់ក្នុងហ្គីតារបស់យើង electric guitar របស់យើងហូបមានធ្វើការ discount promotion គេហៅថា clearance គឺច្រើនមែនតើតែម្ដងជុំបងប្អូនទាំងគ្នា complete មករកនៅ Home Music Center បន្តមកទៀតវីដេអូបន្តទៀតគឺតាក់ទងជាមួយនេះជុំបងប្អូនទាំងគ្នាជួបគ្នានៅវីដេអូបន្តទៀតរបៀបប្រើប្រាស់របស់ Amwell product Amwell គឺប្រភេទ MIDI controller wireless មានន័យថាវាអត់ត្រូវការប្រើខ្សែទេបើសិនជា effect ទាំងអស់គ្នាមាន Bluetooth អរគុណបងប្អូនទាំងគ្នា complete តាមដានវីដេអូបន្តទៀត